តុកជន់លើតុកម៉ូតូបុកម៉ូតូបែរជាម្ចាស់រថយន្តត្រូវគេដេញវាយព្រោះសង្ស័យថាជាអ្នកបង្កករណីខាងលើនេះមានមហាជនជាច្រើនបានសំណូមពរឲ្យសមត្ថកិច្ចក៏ហៅសាកសីនៅកន្លែងកើតហេតុដែលបានបញ្ជាក់ប្រាប់បណ្ដាសារព័ត៌មានថារថយន្តជនរងគ្រោះពិតជាបានបង់មនុស្សស្លាប់មែនដោយអះអាងទាល់នឹងភ្នែកថាខ្លួនបានឃើញច្បាស់នឹងភ្នែកហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅយប់រំលងអាត្រៀនចូលថ្ងៃទី20ខែសីហាឆ្នាំ2026នៅចំណុចស្តុបអនុវិទ្យាល័យចតុមុខលើមហាវិថីព្រះនរោត្តមកែងផ្លូវលេខ214ខណ្ឌដូនពេញតាមព័ត៌មានបឋមម៉ូតូ Honda Dream មួយគ្រឿងកំពុងបត់ឆ្លងផ្លូវស្រាប់តែត្រូវម៉ូតូ Honda Beat ដែលមានយុវជន2នាក់ជិះដប់គ្នាក្នុងល្បឿនយ៉ាងលឿនបុកពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូ Dream ស្លាប់ខណៈភាគីម៉ូតូ Beat រងរបួសមធ្យមទាំងពីរដោយយល់ច្រឡំថារថយន្ត Ion មួយគ្រឿងជាអ្នកបង្កហេតុនិងបើករត់បុរសម្នាក់ដែលស្គាល់ជនរងគ្រោះបានជិះម៉ូតូដេញតាមរថយន្តរហូតខត់បាននៅស្តុបបូកូបន្ទាប់មកក៏កើតមានការប្រឈមមុខដាក់គ្នានិងប្រើអំពើហិង្សាទៅលើម្ចាស់រថយន្តរហូតសមត្ថកិច្ចចុះអន្តរាគមន៍ក្រោយមកម្ចាស់រថយន្តបានបង្ហាញកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តដែលបង្ហាញថាគ្រោះថ្នាក់កើតឡើងពីម៉ូតូបុកម៉ូតូមិនមែនរថយន្តបុកម៉ូតូនោះទេចំពោះមូលហេតុនិងការទទួលខុសត្រូវពិតប្រាកដសមត្ថកិច្ចជំនាញកំពុងវាស់វែងនិងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់យ៉ាងណាមិញនៅរសៀលថ្ងៃទី20ខែសីហាឆ្នាំ2026នេះតាមរយៈเพจលោកឧត្តមសេនីយ៍ឯកជួនណារិនបានបង្ហោះឲ្យដឹងថាករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនិងមានហិង្សានោះខ្ញុំបានចាត់ទៅលោកហេងរតនាស្នងការរងទទួលផែចរាចរណ៍ស្រាវជ្រាវភ្លាមលោកឧត្តមសេនីយ៍ឯកជួនណារិនបានបន្តឲ្យដឹងថាករណីនេះជាបទល្មើសព្រហ្មទណ្ឌខ្ញុំសូមអញ្ជើញជនរងគ្រោះដែលជាម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអ្នកក្លាហាននោះសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយនិងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធីខ្ញុំបាននិយាយហើយគ្រួសារមានវិន័យប្រទេសមានច្បាប់មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាគួររំលឹកផងដែរថានៅវេលាម៉ោង 12:10 នាទីរំលងអាត្រៀនឈានចូលថ្ងៃទី20ខែសីហាឆ្នាំ2026មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមកែងផ្លូវ214ស្តុបសាលាចតុមុខសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញដែលមានបុរសម្នាក់បានស្លាប់និង2នាក់ទៀតរងរបួសធ្ងន់ស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខភ្នំពេញ 1LV 4000បុកពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Honda Beat ពាក់ស្លាកលេខភ្នំពេញ 1MS 0121ត្រង់ចំណុចស្តុបផ្លូវបំបែកជា4ភ្លាមនោះមិត្តភ័ក្តិរបស់ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda PCX ពាក់ស្លាកលេខភ្នំពេញ 1MN 10គុត7គុណបានសង្ស័យនិងយល់ច្រឡំថារថយន្តមួយគ្រឿងម៉ាក Ion ពាក់ស្លាកលេខភ្នំពេញ 2CN 2643ថាបានបុកម៉ូតូមិត្តភ័ក្តិខ្លួនឲ្យស្លាប់ហើយបើករត់ក៏ដេញខត់ដល់ត្រង់ចំណុចស្តុបបូកូភ្លាមនោះម្ចាស់រថយន្តបានចុះមកនិយាយជាមួយបែរជាត្រូវបុរសនោះវាយបែកមាត់និងវាយដល់រថយន្តទៀតបានបង្កការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ